ក្មេងសុំទានតូចបានប្រទះឃើញរូបថតម្ដាយរបស់ខ្លួនត្រូវបានជួលនៅក្នុងបន្ទប់ផ្ទះរបស់សេដ្ឋីដោយចៃដន្យដោយសារតែចង់ដឹងចង់ឮគាត់អត់ទ្រាំមិនបានក៏នឹកចង់ទៅយកវាចុះមកមើលឲ្យបានច្បាស់ប៉ុន្តែដោយអចេតនាដៃគាត់ក៏ធ្វើឲ្យរូបថតនោះធ្លាក់បែកខ្ទេចទៅសំឡេងបែកបាក់ដ៏ច្បាស់លាស់នេះបានទាក់ទាញចំណាប់អារម្មណ៍របស់នាយិកាប្រតិបត្តិដែលនៅជាន់ក្រោមភ្លាមនាយិកាប្រតិបត្តិបានប្រញាប់ប្រញាល់មកដល់ហើយពេលឃើញរូបថតបែកបាក់ក៏ស្រាប់តែផ្ទុះកំហឹងយ៉ាងខ្លាំងតែម្ដងគាត់ដែលជាមនុស្សចិត្តសប្បុរសដាំឡើយគិតចង់ដកប្រាក់ចំនួន1លានទៅបរិច្ចាគដើម្បីឲ្យក្មេងស្រីតូចនោះអាចជួយសង្គ្រោះម្ដាយដែលជាខ្លួនរបស់នាងនាងមិននឹកស្មានថាទីគីមខាងទៀតបែរជាធ្វើឲ្យរូបថតដែលនាងស្រឡាញ់បំផុតនោះបែកបាក់ទៅវិញនាយិកាប្រតិបត្តិដែលខឹងខ្លាំងបានបោះមួយប្រទានបាត់មួយសន្លឹកទៅឲ្យក្មេងស្រីតូចនោះភ្លាមរួចក៏និយាយដោយមិនអត់ធ្មត់ឲ្យក្មេងនោះប្រញាប់ចេញទៅភ្លាមបន្ទាប់មកនាងក៏បានបង្គាប់ឲ្យជំនួយការរបស់ខ្លួនផ្លាស់ប្ដូររបស់របរទាំងអស់នៅក្នុងបន្ទប់នោះជាថ្មីម្ដងទៀតទោះបីជាជាន់ផ្ទះក៏ត្រូវដោះចេញដើម្បីបដូរថ្មីដោយសារគាត់យកចិត្តទុកដាក់បន្ទប់នេះជាខ្លាំងដោយសារតែស្ត្រីក្នុងរូបថតគឺជាភរិយាគូស្នេហ៍ដែលគាត់បានបាត់បង់អស់ជាច្រើនឆ្នាំហើយគាត់តែងតែគិតអស់រាល់ពេលទាំងអស់នេះកំហុសជារបស់ខ្ញុំក្មេងតូចម្នាក់បានធ្វើឲ្យបន្ទប់របស់អ្នកញញៃនៅពេលក្មេងស្រីតូចទើបនឹងចេញទៅជំនួយការកំពុងសម្អាតបន្ទប់ក្រោយមកគាត់ក៏បានប្រទះឃើញយីហោត្បូងដែលក្មេងស្រីតូចនោះបានធ្វើឲ្យជ្រុះដែលធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំងវាពិតជាវត្ថុបញ្ចាំចិត្តដែលគាត់ធ្លាប់ជូនទៅអតីតគូស្នេហ៍ដែលគាត់ស្រឡាញ់បំផុតកាលពីមុនគាត់មិនបានដឹងទេថាក្មេងសុំទានដែលទើបតែត្រូវបានដេញចេញដោយគ្មានមេត្តានោះគឺជាកូនស្រីបង្កើតរបស់គាត់នោះទេតាមពិតគាត់និងម្ដាយក្មេងនោះធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នាកាលពី6ឆ្នាំមុនគាត់ត្រូវបានខ្មាំងស្ទើរតាមសម្លាប់ហើយរងរបួសធ្ងន់រហូតដល់រត់គេចពីជាតិក៏មិនរួចឡើយដើម្បីឲ្យគាត់រួចផុតពីគ្រោះថ្នាក់ស្ត្រីនោះបានបដិសេធមិនព្រមស្ដាប់ការអង្រកហើយសម្រេចចិត្តរត់សម្ដៅទៅរកឃាតករទាំងស្រុង6ឆ្នាំកន្លងផុតទៅឥឡូវនេះគាត់បានក្លាយជាអ្នកមានបំផុតដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុន្តែគាត់នៅតែជឿយ៉ាងមុតមមថានាងនៅមានជីវិតមិនដែលបោះបង់ការស្វែងរកហើយនៅតែរស់នៅម្នាក់ឯងរងចាំនាងត្រឡប់មកវិញអ្វីដែលគាត់មិនបានដឹងនោះគឺថាចាប់តាំងពីការបែកគ្នានោះមកនាងបានក្លាយជាមនុស្សឈួតលីលាហើយបានផ្ដល់កំណើតដល់កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឲ្យគាត់សំណាងល្អក្មេងស្រីតូចចេះដឹងបានមើលថែម្ដាយដោយប្រមូលសម្រាមរកលុយប៉ុន្តែថ្ងៃមួយម្ដាយនាងបានក្អួតឈាមហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់គ្រូពេទ្យបានប្រាប់ក្មេងស្រីថាជំងឺមហារីកឈាមរបស់ម្ដាយនាងកាន់តែធ្ងន់ធ្ងរហើយត្រូវការវះកាត់បន្ទាន់ដែលមានតម្លៃរហូតដល់1លានដែលជាចំនួនដ៏ច្រើនអស្ចារ្យសម្រាប់នាងដែលមានលុយតែប៉ុន្មាន$10ពីការរើសអេតចាយប៉ុណ្ណោះពេលនោះនាយិកាប្រតិបត្តិក៏បានដើរកាត់បន្ទប់នោះហើយគ្រូពេទ្យក៏នឹកឃើញថានាងគឺជាម្ចាស់មន្ទីរពេទ្យដ៏ធំបំផុតនាងក៏ជាសប្បុរសជនដ៏ល្បីល្បាញផងដែរដូច្នេះគ្រូពេទ្យក៏បានណែនាំឲ្យក្មេងស្រីតូចនោះទៅអង្រកនាងដោយផ្ទាល់ដើម្បីសុំជំនួយសម្រាប់ព្យាបាលម្ដាយរបស់នាងក្មេងស្រីតូចនោះក៏លើកស្លាកសញ្ញារត់ទៅខាត់ឡានរបស់នាយិកាប្រតិបត្តិភ្លាមដោយនិយាយថាម៉ាក់កើតមហារីកឈាមអស់លុយច្រើនណាស់ប៉ុន្តែទោះបីជាលាងចានឬលក់នំប៉ាវនំបញ្ចុកក៏មិនអាចរកគ្រប់ចំនួននេះបានដែរនៅពេលដែលនាយិកាប្រតិបត្តិបានឃើញក្មេងស្រីតូចនោះក៏ភ្ញាក់ផ្អើលដោយសារតែនាងមានរូបរាងស្រដៀងនឹងអតីតគូស្នេហ៍របស់ខ្លួនដោយសារតែអារម្មណ៍ដែលធ្លាប់ស្គាល់នេះគាត់ក៏បានបញ្ជាឲ្យជំនួយការរបស់ខ្លួននាំក្មេងស្រីនោះទៅផ្ទះដើម្បីផ្លាស់សម្លៀកបំពាក់ជាមុនសិនរួចទៅមន្ទីរពេទ្យជួយសង្គ្រោះម្ដាយរបស់នាងដំបូងឡើយក្មេងស្រីតូចនោះមិនហ៊ានចូលទៅក្នុងវិឡានោះទេព្រោះពូរបស់នាងធ្លាប់ប្រាប់នាងកុំឲ្យចូលទៅកន្លែងស្អាតឬថ្លៃថ្នូរណាមួយឲ្យសោះពេលខ្លួននៅខ្វក់នាយិកាប្រតិបត្តិបានធានាថាកុំខ្លាចអីកន្លែងស្អាតក៏សម្រាប់មនុស្សប្រើប្រាស់ដែរសូមចូលមកពេលឮសម្ដីបែបនេះក្មេងស្រីក៏ដើរចូលទៅដោយប្រុងប្រយ័ត្នជំនួយការបាននាំនាងទៅបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ហើយនៅពេលនោះហើយដែលនាងបានឃើញរូបថតម្ដាយនាងដែលជាឈុតឆាកចាប់ដើមពេលនោះស្រាប់តែនាយិកាប្រតិបត្តិទទួលបានទូរស័ព្ទពីជំនួយការដែលបានផ្ដល់ដំណឹងគួរឲ្យភ្ញាក់ផ្អើលថាអតីតគូស្នេហ៍របស់គាត់ត្រូវបានរកឃើញហើយនាងបានផ្ដល់កំណើតដល់កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឲ្យគាត់កាលពី6ឆ្នាំមុនមាតានិងបុត្រីកំពុងរងចាំទទួលការព្យាបាលនៅមន្ទីរពេទ្យនាពេលនេះពីដំណឹងនេះនាយិកាប្រតិបត្តិពិតជាសោកស្ដាយយ៉ាងខ្លាំងដែលបានដេញកូនបង្កើតរបស់ខ្លួនចេញដើម្បីលុបលាងកំហុសគាត់ក៏សម្រេចចិត្តទៅមន្ទីរពេទ្យភ្លាមដើម្បីទទួលភរិយានិងកូនស្រីម្ខាងទៀតក្មេងស្រីតូចបានកាន់មួកពពានបាត់ទៅដល់មន្ទីរពេទ្យហើយបានជួបនឹងគូនឹងមីងដែលមានចិត្តលោភលន់ពួកគេបានព្យាយាមដណ្ដើមមួកពពានបាត់ដើម្បីយកទៅលេងល្បែងវាប៉ុន្តែដោយសារការទាញហែកគ្នាមួកពពានបាត់ក៏រហែកជាពីរពូរបស់នាងខាងខ្លាំងក៏ចាប់យកអំបោះមកវាយក្មេងស្រីនោះរីឯមីងក៏ញុះញង់ឲ្យពូលក់ក្មេងស្រីនោះដើម្បីសងបំណុលទៀតផងនៅក្នុងភាពភ័យខ្លាចនោះម្ដាយបានអបកូនហើយនិយាយថាកូនកុំខ្លាចអីម៉ាក់មិនឲ្យមនុស្សអាក្រក់យកកូនទៅណាទេនៅគ្រាដ៏ប្រកបដោយគ្រោះថ្នាក់នោះស្ត្រីជាម្ដាយបានខំពូរបស់ក្មេងស្រីនោះមួយខំហើយពូក៏ជឿចាប់ទៅលេងតែចេញប៉ុន្តែការធ្វើបែបនេះបានធ្វើឲ្យពូខឹងសម្បាយ៉ាងខ្លាំងរហូតដល់ចាប់កៅអីរត់ទៅវាយម្ដាយនាងយ៉ាងសាហាវតែម្ដង